សកម្មភាពតូចដូចជាការបរិច្ចាគឈាមនេះគឺមានសារៈសំខាន់មែនទែនចង់បរិច្ចាគឈាមប៉ុន្តែអត់ហ៊ានបរិច្ចាគទៅខ្លាចខាងខ្លាចបរិច្ចាគហើយអត់ស្រួលខ្លួនឈឺឥឡូវហ្នឹងគឺយើងត្រូវការឈាមច្រើនខ្លាំងមែនតើជាពិសេសអ្នកដែលគាត់មានគ្រោះថ្នាក់ផ្សេងឬក៏គាត់ត្រូវការលាងឈាមដោយសារគាត់មានបញ្ហាសុខភាពរបស់គាត់ខ្ញុំសូមផ្ដាំទៅបងប្អូនយើងដែលគាត់មានសុខភាពរឹងមាំគាត់អាចមកបរិច្ចាគឈាមបានខ្ញុំថាបងប្អូនទាំងអស់គ្នាយើងចូលរួមជួយកិច្ចការងារសង្គមជាតិទាំងអស់គ្នាឲ្យតែចូលថ្ងៃចូលរួមបរិច្ចាគឈាមគឺសប្បាយចិត្តហ្មងសប្បាយហ្មងបាទដោយសារខ្ញុំគាត់ថាពួកឈាមនេះមិនមែនយើងដល់ទិញតាមផ្សារបានទេអញ្ចឹងហើយនៅពេលដែលយើងមានយើងអាចដល់ឈាមបានយើងបញ្ជាក់ថាសុខភាពរបស់យើងគឺល្អបាទយ៉ាហើយមានសារអីសម្រាប់យុវជនរបស់យើងបាទសម្រាប់ខ្ញុំមានសារមួយផ្ដាំផ្ញើទៅកាន់យុវជនរបស់យើងថាយើងជាតំពាំងក្នុងស័យសម្រាប់ជួយជំរុញចិត្តរបស់យើងប៉ុន្តែសកម្មភាពតូចដូចជាការបរិច្ចាគឈាមនេះគឺមានសារៈសំខាន់មែនទែនសម្រាប់ក្នុងនាមយើងជាយុវជនដូច្នេះសូមជៀសឆ្ងាយពីគ្រឿងញៀនបាទគ្រឿងស្រវឹងកាត់បន្ថយថែសារសុខភាពបានល្អចូលរួមបរិច្ចាគជាមួយពួកយើងទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំសប្បាយរីករាយព្រោះមិនមកតែម្នាក់ឯងទេមកជាមួយភរិយារបស់ខ្ញុំទៀតអញ្ចឹងថ្ងៃនេះថ្ងៃក្តីស្រឡាញ់ហើយខ្ញុំនាំមនុស្សជាទីស្រឡាញ់របស់ខ្ញុំមកផ្ដល់ឈាមទាំងអស់គ្នាការបរិច្ចាគឈាមនេះមនុស្សច្រើនប៉ុន្តែភាគរយតិចណាស់គឺគាត់មកបរិច្ចាគឈាមអញ្ចឹងសូមពៀវនាវដល់បងប្អូនឬក៏យុវជនទាំងអស់គ្នាដែលគាត់ពងពេញកម្លាំងដែលគាត់មានស្មារតីល្អមានកម្លាំងមកមុនអាចមកបរិច្ចាគឈាមទាំងអស់គ្នាជួយប្រាប់ផ្ញើទៅដល់បងប្អូនទាំងអស់គ្នាបើមិនជាករណីថាខ្លាចចង់បរិច្ចាគឈាមប៉ុន្តែអត់ហ៊ានបរិច្ចាគទៅខ្លាចខាងខ្លាចបរិច្ចាគហើយអត់ស្រួលខ្លួនឈឺតែខ្ញុំហីពីមុនខ្ញុំមកតាមបរិច្ចាគឈាមខ្ញុំមកសាវិលមុខបាទតែពេលខ្ញុំបរិច្ចាគហើយទៅធ្វើឲ្យអាការៈវិលមុខហ្នឹងវាកាត់បន្ថយទៅម្ដងតិចហើយបងយើងហាត់ប្រាណផងទៅមកល្អប្រសើរវិញបាទល្អប្រទេសបាទយើងប៉ុណ្ណឹងបាទមានអីផ្ដាំសម្រាប់យុវជនយើងបាទសម្រាប់ការផ្ដាំផ្ញើកុំខ្លាចហើយកុំខ្មាស់យើងមកចូលរួមទាំងអស់គ្នាលើគេថាมันល្អมันប្រកាសថាมันល្អទេសិតរឿងល្អដែលយើងអាចធ្វើបានធ្វើឲ្យបានដឹងបាទសម្រាប់យើងគ្រប់គ្នាប្រកាសជាដឹងហើយថាឥឡូវហ្នឹងគឺយើងត្រូវការឈាមច្រើនខ្លាំងមែនតើជាពិសេសអ្នកដែលគាត់មានគ្រោះថ្នាក់ផ្សេងឬក៏គាត់ត្រូវការលាងឈាមដោយសារគាត់មានបញ្ហាសុខភាពរបស់គាត់អញ្ចឹងពេលដែលយើងបានចូលរួមបរិច្ចាគអញ្ចឹងទៅហើយសម្រាប់ទី1គឺជួយសុខភាពរបស់យើងខ្លួនឯងពីព្រោះថាតកតងជាមួយនឹងការបរិច្ចាគឈាមនេះអត់មានផលប៉ះពាល់ទៅកាន់សុខភាពយើងទេវាជួយបណ្ដោះនៅកលិកាឈាមថ្មីហើយជួយកាត់បន្ថយហានិភ័យបេះដូងរបស់យើងហើយក៏ជួយឲ្យស្បែករបស់យើងភ្លឺថ្លាដែរហើយទី2ពេលដែលយើងជួយបរិច្ចាគឈាមរបស់យើងមកកផ្លោកគឺអាចជួយជីវិតមនុស្សដល់ទៅ3នាក់អញ្ចឹងអានេះគឺជាកាដូជីវិតមួយដ៏ល្អខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់ចង់បានឈាមដើម្បីស្នើជួយក្រុមគ្រួសារគាត់ដែលមានទៅលើបញ្ហាសុខភាពប្រាប់ខ្ញុំផ្ទាល់បាទការចូលរួមបរិច្ចាគឈាមលើកនេះគឺជាលើកទី6ហើយលើកទី6បាទអញ្ចឹងសម្រាប់ពីអារម្មណ៍វិញមានអីក្រៅពីរំភើបបាទដែលឃើញគឺទស្សនវិជ្ជាបែបហ្នឹងណាបាទព្រោះពេលដែលយើងចូលរួមទៅទី1យើងមានអារម្មណ៍ថាអូពេលបើថាយើងមិនបានមានអីជាដុំកំភួនជួយទៅលើបាទសង្គមជាតិរបស់យើងបាទប៉ុន្តែយើងបានចូលរួមតាមរយៈការបរិច្ចាគឈាមបាទហើយនៅថ្ងៃពិសេសទៀតថ្ងៃនេះគឺជាទិវានៃក្តីស្រឡាញ់បាទយើងបានធ្វើរឿងល្អសម្រាប់សង្គមជាតិរបស់យើងបាទសម្រាប់បងប្អូនដែលមានបាទសុខភាពមាំទាំមាំមួនដែលយើងអាចចូលរួមជួយបរិច្ចាគឈាមបានបាទសូមឲ្យបាទយើងចូលរួមបរិច្ចាគទាំងអស់គ្នាព្រោះឈាមយើងនេះគឺសំខាន់ណាស់បាទយើងជួយជីវិតមនុស្សយើងបានខ្ញុំថាបងប្អូនទាំងអស់គ្នាយើងចូលរួមជួយកិច្ចការងារសង្គមជាតិទាំងអស់គ្នា